ស្ដីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថាគូជូដែលវាជាសាច់រឿងមួយនិយាយអំពីសត្វឆ្កែមួយដែលបានឆ្លងរោគពីសត្វប្រចៀវហើយបានក្លាយជាឆ្កែឆ្កួតដេញតាមខាំស៊ីម្ចាស់របស់វាដែលសាច់រឿងពិតជាល្អមើលនឹងរន្ធត់ខ្លាំងមែនទែនហើយយើងចូលទៅក្នុងសាច់រឿងយើងតែម្ដងទៅសាច់រឿងចាប់ដើមឡើងអំពីទស្សនវិជ្ជានៅក្នុងទីធ្លាមួយហើយក៏មានសត្វឆ្កែម្នាក់ឈ្មោះថាគូជូដែលកំពុងតែព្យាយាមដេញចាប់ទន្សាយមួយហើយដេញចុះដេញឡើងក៏បានចូលទៅក្នុងរូងងឹតតែវាចូលមិនរួចនោះទេហើយវាក៏បានជប់ក្បាលនៅក្នុងរូងនោះហើយវាក៏បានស្រែកព្រុសយ៉ាងខ្លាំងការព្រុសរបស់វាធ្វើឲ្យសត្វប្រចៀវដ៏ច្រើនបានហើររញ៉េរញ៉ៃពេញក្នុងរូងហើយក៏មានសត្វប្រចៀវមួយបានមកខាំវាទន្ទឹមនឹងដែរក្មេងប្រុសម្នាក់ឈ្មោះថាថេតកំពុងតែញ៉ាំអាហារក្នុងបន្ទប់មកគេក៏បានបិទភ្លើងរួចហើយក៏ចូលគេពិតជាមានការភ័យខ្លាចនៅក្នុងភាពងងឹតខ្លាំងមែនតែនហើយក៏បានដើរទៅគេងទាំងភ័យអញ្ចឹងទៅនៅពេលដែលគេកំពុងតែគេងឃ្លុំភួយចិត្តនឹងលក់ហើយនឹងស្រាប់តែទ្វារក៏បានចាប់ផ្ដើមបើកហើយក៏មានអ្វីមួយដើរមករកគេធ្វើឲ្យគេភ័យស្រែកយ៉ាងខ្លាំងភ្លាមឪពុកម្ដាយរបស់គេក៏រត់ចូលមកមើលគេដែលម្ដាយមានឈ្មោះថាឌូណានិងឪពុកឈ្មោះថាវីកក៏បានមកលួងលោមគេបាននិយាយប្រាប់អំពីដែលគេឃើញសត្វអំបាញ់ហ្នឹងដែលវាជាសត្វចម្លែកមួយដែលមានពណ៌លឿងនៅក្នុងទូម្ដាយរបស់គេបានលួងគេបញ្យល់គេថាវាគ្រាន់តែជាសុបិនអាក្រក់តែប៉ុណ្ណោះឪពុករបស់គេបានបើកទូឲ្យគេមើលហើយបញ្យល់ថាវាគ្មានអ្វីក្រៅពីប្រដាប់ប្រដាក្មេងលេងនៅក្នុងទូនោះទេហើយក៏បានយកកតុកតាខ្លាឃ្មុំមួយឲ្យកូនប្រុសរបស់គាត់ថេតនៅតែបន្តនិយាយអំពីសត្វចម្លែកហើយធ្វើត្រាប់តាមសំឡេងស្រែកធ្ងររបស់សត្វនោះប៉ុន្តែពុកម្ដាយរបស់គេមិនជឿគេនោះទេក៏និយាយប្រាប់កូនរបស់គាត់វាគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះហើយរឿងបែបនេះមិនមាននៅក្នុងពិភពពិតនោះទេបន្ទាប់មកពួកគេដាក់កូនឲ្យដេកជាមួយនឹងតុកតាខ្លាឃ្មុំនឹងទៅហើយពួកគេក៏ចាក់ចេញទៅគេងដែរហើយពួកគេមិនបានបិទទ្វារបន្ទប់ឲ្យជិតនោះទេគេបានទុកចន្លោះឲ្យមានពន្លឺចូលខ្លះពួកគេក៏ដេកលក់ទល់ភ្លឺទៅនៅថ្ងៃបន្ទាប់យើងក៏បានឃើញគាត់សង់របាំងជាមួយនឹងគ្រឿងសង្ហារឹមដើម្បីបិទទ្វារទូនៅពេលញ៉ាំអាហារនឹងឪពុករបស់គេសួរថាតើអ្នកណាធ្វើឲ្យរញ៉ៃបែបនេះថេតបានធ្វើពុតជាមិនដឹងអ្វីទាំងអស់ពេលនោះដែរបុរសម្នាក់ឈ្មោះថា Steel ជាមិត្តភក្តិរបស់លោកពូ Vic ហើយ Steel គឺជាជាងឈើម្នាក់ពេលមកដល់គេបានយកសេះឈើមួយយកមកឲ្យថេតធ្វើជាកាដូដូណាដូចជាមិនសប្បាយចិត្តសម្រាប់ការមកលេងរបស់គាត់នោះទេគាត់ក៏អង្គុយស្ងៀមមិននិយាយអ្វីនោះដែរពេលនឹងដែរមានការផ្សាយពាណិជ្ជកម្មនៅលើកញ្ចក់ទូរទស្សន៍មួយថេតបានស្រែកប្រាប់ថា He is my dad គាត់គឺជាឪពុករបស់ខ្ញុំដែលជាគ្រូសាស្ត្រាចារ្យម្នាក់កំពុងផ្សាយអំពី branding មួយហើយក៏ជាក្រុមហ៊ុនរបស់ឪពុកគេធ្វើការនៅក្នុងនោះផងដែរបន្ទាប់ពីជជែកគ្នាលេងហើយពួកគេចេញទៅក្រៅដើម្បីប្រកួតកីឡាវាយកូនបាល់បន្ទាប់ពីលេងជាមួយគ្នាឆ្អែតហើយពួកគេក៏បំបីគ្នាត្រឡប់ទៅផ្ទះវិញប្រពន្ធរបស់វិកបានលួចទាក់ទងគ្នាជាមួយនឹងស្ទៀវស្ងាត់ផងដែរនៅល្ងាចមួយនៅពេលដែលពួកគេកំពុងញ៉ាំអាហារជាមួយគ្នានឹងពួកគេបានពិភាក្សាអំពីការចង់យកកូនមួយទៀតហើយស្អែកឡើងវិកបានយកឡានរបស់គេទៅការ៉ាស់ដើម្បីជួសជុលប៉ុន្តែពេលនឹងជាងគាត់បានរវល់ជួសជុលឡានរបស់អ្នកផ្សេងចឹងហើយគាត់ក៏បានដេញវិកឲ្យទៅរកការ៉ាស់ផ្សេងទៀតទៅភ្លាមលោកពូអ្នករត់សម្បត្តិម្នាក់បានមកណែនាំវិកអំពីជាងម្នាក់ទៀតឈ្មោះថា Camber ក្រៅពីភាពរហ័សរហួនភាពស្មោះត្រង់និងតម្លៃក៏សមរម្យផងដែរប៉ុន្តែគុណវិបត្តិជាមួយគាត់គឺថា Camber គាត់រស់នៅក្នុងព្រៃហើយធ្វើការនៅតែក្នុងផ្ទះតែប៉ុណ្ណោះវិក៏សម្រេចចាត់បើកឡានទៅទីនោះព្រមទាំងយកគ្រួសាររបស់គាត់ទៅជាមួយដើម្បីដើរលេងកម្សាន្តផងដែរមួយសន្ទុះក្រោយមកពួកគេក៏បានទៅដល់ការ៉ាស់របស់លោកពូ Camber ហើយលោកពូរស់នៅជាមួយប្រពន្ធរបស់គាត់ម្នាក់ឈ្មោះថា Charity និងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះថា Brett និងឆ្កែម្នាក់ដែលមានឈ្មោះថា Kochu ដែលជាឆ្កែដែលយើងឃើញអំពីក្បាលវីដេអូនឹងឯងហើយ Kochu ក៏បានមករាក់ទាក់ពួកគេផងដែរដូណាឃើញហើយក៏ភ្ញាក់ផ្អើលផងដែរដោយសារតែឆ្កែនោះវាមានមាឌតូចពេកប៉ុន្តែប្រែតបានធានាពួកគេថាឆ្កែនេះទន់ភ្លន់និងគួរឲ្យស្រឡាញ់ណាស់វាគឺជាឆ្កែដ៏ស្លូតបូតមួយលោកពូ Camber និង Vic បានបើកឡានចេញទៅក្រៅដើម្បីតេស្តម៉ាស៊ីនមើលហើយពួកគាត់បានបើកឡើងភ្នំមួយនៅក្បែរនោះព្រាតជាមួយនឹងថេតចូលទៅលេងជាមួយនឹងឆ្កែធ្វើឲ្យពួកគេរំភើបនិងសប្បាយរីករាយខ្លាំងមែនទែនពេលនោះដែរអ្នកមេងដូណាបានកត់សម្គាល់ឃើញរបួសនៅនឹងច្រមុះរបស់វាផងដែរនៅពេលយប់ថេតនិងឪពុករបស់គេដើរពិនិត្យមើលគ្រប់ជ្រុងនៃបន្ទប់របស់គាត់ដើម្បីរកមើលសត្វចម្លែកវិកសន្យាថាគាត់នឹងមិនអនុញ្ញាតឲ្យមានរឿងអាក្រក់កើតឡើងចំពោះកូនប្រុសនោះទេបន្ទាប់មកគាត់ក៏ដាក់កូនឲ្យគេងទៅដូណាមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងដែលឃើញវិកយកចិត្តទុកដាក់នឹងកូនក្នុងនាមជាឪពុករបស់គេហើយមិនដឹងថាកូននេះជាកូនអ្នកណាទេមើលទៅបន្ទាប់មកពួកគេក៏បានចូលគេងប៉ុន្តែវិកដូចជាមានការសង្ស័យជាមួយនឹងប្រពន្ធរបស់គាត់នៅពេលព្រឹកឡើងយើងបានឃើញព័ត៌មានដ៏អាក្រក់មួយមនុស្សទូទាំងប្រទេសបានធ្លាក់ខ្លួនឈឺ
បន្ទាប់ពីទទួលទានធម្មជាតិអំពីក្រុមហ៊ុនរបស់ Vic ដែលធ្វើការនៅក្នុងក្រុមហ៊ុននោះដែលជាផលិតផលដែលធ្លាប់ផ្សាយថាល្អនោះឲ្យលើคล้ายជាប៉ះពាល់ទៅដល់ក្មេងៗវិញហើយក៏បានធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ Vic ផងដែរដោយសារតែ Vic ធ្វើការនៅក្រុមហ៊ុននោះ Vic បានបង្កើតយុទ្ធនាការជាមួយនឹងមិត្តរួមការងាររបស់គាត់ម្នាក់ឈ្មោះថា Roger ហើយអ្នកទាំងពីរកំពុងតែទទួលការស្ដីបន្ទោសពីមេរបស់ពួកគេទោះបីពួកគេព្យាយាមបង្ហាញថាព័ត៌មានមិនមែនពិតក៏ដោយមេរបស់ពួកគេបានហៅពួកគេទៅធ្វើកិច្ចប្រជុំពិសេសមួយជាមួយក្រុមប្រឹក្សាភិបាលឡានរបស់ Vic កំពុងតែជួសជុលជិតរួចហើយដែលគូជួចាប់ផ្ដើមផិតភ័យនឹងសម្លេងរំខានឥតឈប់ឈរដូណាឆ្លៀតឱកាសប្តីរបស់គាត់មិននៅគាត់បានទៅសួរសុខទុក្ខស្ទៀវដោយសម្ងាត់ដោយនាងមានអារម្មណ៍ថាខុសឆ្គងនាងក៏បានសូមបញ្ចប់ស្នេហាជាមួយនឹងស្ទៀវដោយនាងនិយាយថាវាជាកំហុសដ៏ធំមួយនាងមិនចង់ឲ្យគ្រួសាររបស់នាងបែកបាក់គ្នានោះទេស្ទៀវក៏ទទួលយកការសម្រេចចិត្តនេះនៅពេលដូណាដើរត្រឡប់ទៅរថយន្តវិញស្ទៀវក៏បានរត់តាមពីក្រោយនាងចៃដន Vic បានយកឡានត្រឡប់មកវិញជិះឆ្លងកាត់តាមផ្លូវនោះក៏បានឃើញពួកគេទាំងពីរនាក់ឆ្លោះប្រកែកគ្នាហើយក៏បានបត់ឡានត្រឡប់មកក្រោយវិញប៉ុន្តែពេលមកដល់មិនបានឃើញពួកគេនោះទេដូណាបានមកដល់សាលារៀននៅពេលដែលគាត់យកកូនប្រុសគាត់ត្រឡប់ទៅទីវិញគាត់ក៏បានឃើញស្នាមនៅលើថ្ងាសរបស់កូនប្រុសគាត់ហើយថេតបញ្យល់ថានៅពេលចេញលេងគាត់បានប្រឡែងគ្នាលេងជាមួយនឹងមិត្តភ័ក្តិទើបធ្វើឲ្យមានស្នាមនេះនៅពេលធ្វើដំណើរតាមផ្លូវរថយន្តរបស់នាងក៏មានបញ្ហាផងដែរប៉ុន្តែពួកគេបានជិះវាទៅដល់ផ្ទះវិញហើយថេតពិតជាសប្បាយចិត្តមែនទែនដែលបានឃើញឪពុករបស់គេត្រឡប់មកវិញយ៉ាងលឿនហើយដូណាក៏ភ្ញាក់ផ្អើលនឹងរឿងនេះផងដែរដោយសារតែគាត់បានត្រឡប់មកផ្ទះលឿននៅក្នុងថ្ងៃនេះពេលនោះ Vic បានសួរប្រពន្ធគាត់ថាតើបានធ្វើអ្វីខ្លះនៅពេលរសៀលប៉ុន្តែប្រពន្ធគាត់មិនបាននិយាយអ្វីនោះទេដោយនិយាយកុហកថាគាត់គ្រាន់តែទៅផ្សារដើម្បីទិញទឹកដោះគោឲ្យកូនតែប៉ុណ្ណោះធ្វើឲ្យប្តីរបស់គាត់កាន់តែសង្ស័យហើយខណៈនោះដែរលោកពូ Campbell កំពុងបើកឡានចូលក្នុងផ្ទះរបស់គាត់ហើយសម្លេងរថយន្តធ្វើឲ្យគូជូមានការផាត់ភ័យហើយវាចូលទៅសង្ងំពូនៅក្នុងក្រុមចិនដើនៅពេលចូលមកដល់ផ្ទះគាត់បានឃើញវត្ថុមួយគាត់ពិតជាខឹងប្រពន្ធគាត់មែនទែនហើយគាត់បានទៅសួរប្រពន្ធរបស់គាត់តើទិញវាយកមកធ្វើអ្វីកូនប្រុសរបស់គាត់បានប្រាប់គាត់ថាគាត់ជាអ្នកស្នើឲ្យម្ដាយរបស់គាត់ទិញពេលនោះលោកពូបានមកអង្គុយក្បែរកូនហើយប្រាប់ថាវាដូចជាថ្លៃពេកហើយដោយសារតែគ្រួសាររបស់គាត់មិនសូវមានលុយនោះទេពេលនោះដែរលោកពូបង្ហាញអាកប្បកិរិយាដូចជាខឹងនឹងប្រពន្ធគាត់ខ្លាំងណាស់ប៉ុន្តែពេលនោះដែរប្រពន្ធរបស់គាត់បានប្រាប់គាត់ថាគាត់បានឈ្នះឆ្នោតចំនួន$5,000ហើយនាងបានទិញរបស់នេះទុកជាអំណោយលោកពូមិនបានសុំទោសចំពោះភាពឆ្លើយរបស់គាត់នោះទេគ្រាន់តែអរគុណពី3ម៉ាត់យ៉ាងខ្លីតែប៉ុណ្្នឹងឯងឆ្លៀតពេលនោះដែរប្រពន្ធរបស់គាត់បានស្នើសុំគាត់ដោយនិយាយថាបងស្រីរបស់គាត់រស់នៅក្នុងទីក្រុងមួយផ្សេងទៀតហើយពួកគេមិនបានជួបគ្នារយៈពេលយូរមកហើយគាត់ចង់ចំណាយពេល1សប្តាហ៍ទៅលេងផ្ទះរបស់បងស្រីហើយគាត់យកកូនទៅជាមួយដែរលោកពូ Campbell ក៏បានយល់ព្រមនឹងពូគាត់ហើយលោកពូ Campbell បានអញ្ជើញមិត្តភ័ក្តិរបស់គាត់ម្នាក់ឈ្មោះថា Corey មកជប់លេងផឹកស៊ីជាមួយគ្នានៅផ្ទះរបស់គាត់នៅពេលដូណាកំពុងតែនៅក្នុងផ្ទះបាយ Steele បានចាប់ស្មានាងពីក្រោយធ្វើឲ្យនាងមានការផាត់ភ័យយ៉ាងខ្លាំងហើយ Steele ក៏បានមកអបថើបនាងច្រវាច់នាងដូណាតែត្រូវដូណារញចេញហើយក៏បានប៉ះកែវមួយធ្វើឲ្យកែវធ្លាក់បែកធ្វើឲ្យលឺសំឡេងថេតក៏បានរត់មកមើល Vic ក៏បានមកដល់ផ្ទះដូចគ្នាប្រពន្ធរបស់គាត់បានអោនទៅជួតការ៉ូ Steele បានព្យាយាមបញ្យល់អំពីរឿងហេតុតែដូណាបានដេញគាត់ចេញទៅវិញទៅបន្ទាប់មក Vic ក៏សួរប្រពន្ធរបស់គាត់អំពីការសង្ស័យរបស់គាត់ហើយប្រពន្ធរបស់គាត់ក៏បានសារភាពអំពីការពិតផងដែរដោយមានការខកចិត្តនឹងប្រពន្ធរបស់គាត់បានបញ្ចេញកំហឹងរបស់គាត់ដោយចូលទៅលួចដោះម៉ាស៊ីនឡានពន្ធរបស់គាត់យកទៅលក់ដើម្បីទិញស្រាផើពេលនោះដែរកូនប្រុសរបស់គាត់បានមកនិយាយជាមួយគាត់ថេតមានអារម្មណ៍ថាក្តុកក្តួលនៅពេលដឹងថាឪពុកត្រូវទៅធ្វើការឆ្ងាយហើយរយៈពេលយូរហើយគាត់ខ្លាចម្ដាយរបស់គាត់មិនដឹងអំពីរបៀបការពារសត្វចម្លែកដូចឪពុកនោះទេ Vic ខំប្រឹងទប់អារម្មណ៍មិនបណ្ដោយឲ្យបញ្ហាគាត់និងប្រពន្ធរបស់គាត់ប៉ះពាល់ដល់កូនទេគាត់ក៏បានសន្យានឹងកូនថានឹងសរសេរបាលីមួយឲ្យម្ដាយរបស់គេសូត្រវាជារៀងរាល់យប់នៅពេលប្រពន្ធរបស់គាត់ដើរមកសួរថាឡានជួសជុលហើយឬនៅគាត់គ្រាន់តែនិយាយថាមិនមានឧបករណ៍គ្រប់គ្រាន់សម្រាប់ជួសជុលវានោះទេហើយប្រាប់ឲ្យនាងដោះស្រាយវាដោយខ្លួនឯងទៅដោយនិយាយថាផ្ទះរពូ Campbell នៅមិនឆ្ងាយប្រមាណទេឲ្យទៅខ្លួនឯងទៅទន្ទឹមនឹងនោះដែរប្រេតបានឮសំឡេងឆ្កែរបស់គេស្រែកហើយក៏ចេញទៅមើលហើយនៅពេលនោះដែរក៏មានអាប់ធ្លាក់មកដល់ក្រាស់គ្របដណ្ដប់លើទីធ្លាមើលអ្វីមិនឃើញនោះទេហើយកូឈូបានលេចវត្តមានចេញមកមាត់របស់វាបានចេញនៅទឹកមាត់ដែលមានពពុះហើយចាប់ផ្ដើមព្រុសខ្លាំងៗធ្វើឲ្យប្រេតចាប់ផ្ដើមភ័យពេលហ្នឹងគេក៏បានចូលទៅនិយាយលួងលោមឆ្កែដោយទឹកដងសម្លេងដ៏ផ្អែមល្ហែមដោយរំលឹកវាថាពួកគេគឺជាមិត្តនឹងគ្នាគូជូហាក់ដូចជាយល់អំពីប្រេតហើយក៏បានឈប់ព្រុសប៉ុន្តែមិនធ្វើតាមប្រេតនោះទេវាក៏បានដើរចេញទោះបីជាប្រេតព្យាយាមហៅវាក៏ដោយហើយប្រេតក៏ត្រឡប់ទៅផ្ទះគេវិញទៅចំណែក Vic ក៏ដល់ថ្ងៃដែលត្រូវចាក់ចែងទៅ
គាត់បាននិយាយប្រាប់ដូណាថាគាត់មិនទាន់ដឹងអំពីការលែងលះគ្នានោះទេហើយចារ៉ាទីកំពុងតែរៀបចំចាក់ចែងជាមួយនឹងកូនប្រុសរបស់គាត់ផងដែរប្រេតបារម្ភនឹងគូជួជាខ្លាំងប៉ុន្តែម្ដាយរបស់គេមិនឲ្យនិយាយប្រាប់ប្តីរបស់គាត់ដឹងនោះទេដើម្បីកុំឲ្យលោកពូ Camber ផ្អាកការធ្វើដំណើររបស់គាត់នៅថ្ងៃបន្ទាប់លោកពូ Carrie យកសម្រាមចោលទៅក្រោយផ្ទះស្រាប់តែឃើញគូជួដើរដោយសំឡេងធ្ងន់តិចៗពេលនោះគាត់បានចាប់អារម្មណ៍ថាសត្វសំណក់នេះមានបែកពពុះមាត់ហើយភ្លាមឆ្កែក៏បានព្រុសដាក់គាត់ដឹងអំពីគ្រោះថ្នាក់ក៏ប្រញាប់ប្រញាល់រត់ចេញពីវាប៉ុន្តែគាត់រត់មិនរួចនោះទេវាបានហក់លោតទៅខាងលោកពូដួលបោកទៅនឹងដីប៉ុន្តែលោកពូ Carrie បានប្រតាយប្រត្រប់ជាមួយនឹងវាធ្វើឲ្យគាត់រួចខ្លួនរត់ចូលទៅក្នុងបន្ទប់ហើយក៏បាត់ទ្វារចាក់សោចិត្តទៅគាត់បានយកកំភ្លើងមួយទុកតាំងជាមួយនឹងសត្វឆ្កែវិញខណៈដែលគាត់កំពុងតែរៀបចំគ្រាប់កំភ្លើងនឹងវាក៏បានទម្លាយទ្វារហក់មកខាងលោកពូហើយខាងគាត់រហូតធ្វើឲ្យគាត់បាត់បង់ជីវិតបាត់ទៅបន្តិចក្រោយមកលោកពូ Camber ត្រឡប់មកដល់ផ្ទះវិញគាត់ក៏បានចាប់អារម្មណ៍អំពីភាពរញ៉េរញ៉ៃនៅមាត់ទ្វារគាត់ក៏បានដើរចូលទៅក្នុងផ្ទះដោយហៅឈ្មោះមិត្តភក្តិរបស់គាត់ Carrie ពេលនោះដែរគាត់ក៏បានឃើញសាកសពមិត្តភក្តិរបស់គាត់ដេកស្លាប់យ៉ាងអនុញ្ញាធមធ្វើឲ្យគាត់ភ័យតក់ស្លុតយ៉ាងខ្លាំងគាត់មិនដឹងថាសត្វអ្វីបានមកសម្លាប់មិត្តភក្តិរបស់គាត់ឲ្យប្រកាសនោះទេគាត់ក៏បានប្រញាប់ប្រញាល់ដកទូរស័ព្ទទេសុំជំនួយភ្លាមស្រាប់តែគោជូលេចចេញមកប្រឡាក់ដោយឈាមហើយចាប់ផ្ដើមព្រុសដាក់លោកពូខ្លាំងគាត់ចាប់ផ្ដើមផាត់ភ័យដោយដឹងថាឆ្កែមានជំងឺឆ្កែឆ្កួតគាត់ក៏បានចាប់ផ្ដើមស្រែកពេលដែលគោជូលូតទៅខាងគាត់ធ្វើឲ្យគាត់ជេតរយបាត់ទៅដូណានិងកូនប្រុសកំពុងតែបើកឡានដើម្បីមកផ្ទះលោកពូហើយពួកគេច្រៀងលេងជាមួយគ្នានៅតាមផ្លូវយ៉ាងសប្បាយរីករាយដោយពួកគេមិនទាន់បានដឹងអំពីរឿងនេះនោះទេពេលមកដល់ផ្ទះលោកពូភ្លាមពួកគេក៏មានអារម្មណ៍ថាវាស្ងប់ស្ងាត់គួរឲ្យចម្លែកដូណាបានចុះពីឡានហើយស្រែកហៅរកលោកពូ Camber ប៉ុន្តែគ្មានអ្នកណាឆ្លើយទេពេលនោះដែរកូនប្រុសរបស់គាត់មិនអាចដោះខ្សែក្រវ៉ាត់កៅអីចេញពីរថយន្តបានទេគាត់ក៏បានព្យាយាមដោះកូនប្រុសដែរប៉ុន្តែដោះវាមិនចេញទេភ្លាមស្រាប់តែគោជូហក់មកតាមបង្អួចខាំពួកគេដូណាបានធាក់វាចេញទៅវិញហើយក៏បានបិទទ្វារបង្អួចសង្កត់កវាធ្វើឲ្យពួកគេរួចខ្លួនបានមួយភ្លេតឆ្កែឆ្កួតបានផ្លាស់ទីដើរក្រឡឹងជុំវិញពួកគេសំណាងដែរដូណាបានបិទទ្វារឡានទាន់ពេលហើយថេតក៏ចាប់ផ្ដើមស្រែកយំផាត់ភ័យយ៉ាងខ្លាំងថេតបានយំសួរម្ដាយរបស់គេថាតើវាជាសត្វចម្លែកដែលចេញមកពីទូនៅក្នុងផ្ទះរបស់ពួកគេមែនទេម្ដាយរបស់គេបានព្យាយាមនិយាយលួងគេវាគ្រាន់តែជាឆ្កែមិនមែនជាបិសាចអីនោះទេឆ្កែចាប់ផ្ដើមឡើងលើឡានហើយយកជើងរបស់វាខ្វាតកញ្ចក់ខាងមុខឡានធ្វើឲ្យពីរអ្នកម្ដាយនិងកូនស្រែកភ័យយ៉ាងខ្លាំងហើយសត្វឆ្កែដោយសារតែធ្វើអីពួកគេមិនបានក៏ទៅអង្គុយផឹកកាខ្វេបាត់ទៅហើយកូនប្រុសរបស់គាត់បានប្រាប់ម្ដាយគេឲ្យចាក់ចែងទៅឲ្យលឿនប៉ុន្តែម៉ាស៊ីនរថយន្តមិនដំណើរការនោះទេអ្នកទាំងពីរក៏បានជាប់នៅខាងក្នុងហើយឆ្កែឈួតកំពុងតែអង្គុយសម្លឹងមើលពួកគេផងដែរប្រហែលនាទីក្រោយមកដូណាបានសាកមកឆេះវាម្ដងទៀតវាក៏បានឆេះធ្វើឲ្យថេតសប្បាយចិត្តជាខ្លាំងប៉ុន្តែពួកគេបើកទៅមុខមិនទាន់បានប្រមាណផងស្រាប់តែរថយន្តក៏បានខូចម្ដងទៀតធ្វើឲ្យពួកគេអស់សង្ឃឹមវិញពួកគេក៏សម្រេចចិត្តរងចាំដើម្បីឲ្យនរណាម្នាក់មកដើម្បីជួយសង្គ្រោះពួកគេរហូតដល់ថ្ងៃរសៀលចិត្តល្ងាចនឹងក៏គ្មានអ្នកណាឆ្លងកាត់ទីនេះដែរហើយឆ្កែក៏នៅតែរងចាំពួកគេមិនទៅណាទេក្រោយពេលជាមួយគ្នានៅដែរវីកំពុងញ៉ាំអាហារល្ងាចជាមួយនឹង Roger គាត់បានទេទូរស័ព្ទទៅប្រពន្ធរបស់គាត់ប៉ុន្តែគ្មានអ្នកលើកធ្វើឲ្យគាត់មានការបារម្ភពីកូនប្រុសគាត់ជាខ្លាំងពីអ្នកម្ដាយនិងកូននេះវិញជាប់នៅក្នុងឡានរហូតដល់យប់ហើយថេតក៏បានឈឺជុះនោមពួកគេមិនដឹងថាគូជូដេកនៅពីមុខឡានចាំពួកគេផងដែរដូណាបើកទ្វារឡានបន្តិចដើម្បីឲ្យកូនប្រុសរបស់គាត់ជុះនោមឆ្កែក៏បានចាប់អារម្មណ៍ពួកគេដែរប៉ុន្តែសំណាងដែរវាបានឮសំឡេងទូរស័ព្ទចេញពីក្នុងផ្ទះមកវាក៏បានរត់ទៅរកសំឡេងនោះដោយទម្លុះបង្អួយកញ្ចក់លោតចូលក្នុងពេលនឹងដែរដូណាគិតថានឹងលួចលោតចូលទៅក្នុងផ្ទះប៉ុន្តែឆ្កែវាបានដើរត្រឡប់មកវិញហើយឈួរចាំពួកគេនៅនឹងចិនដាពួកគេក៏បានដេកលក់ក្នុងឡានរហូតដល់ពេញមួយយប់ទៅនៅពេលព្រឹកឡើងនៅពេលដែលដូណាភ្ញាក់មកក៏បានឃើញឆ្កែនៅនឹងទ្វារឡានរបស់គេហើយវិកនៅពេលភ្ញាក់ឡើងនៅក្នុងសន្តាគារមួយគេបានព្យាយាមទេទៅប្រពន្ធរបស់គាត់ម្ដងទៀតហើយគ្មានអ្នកណាលើកទូរស័ព្ទដដែលរយៈពេល1ម៉ោងក្រោយមកនៅក្នុងឡានកាន់តែក្តៅដូណាបានបើកពង្អួយកញ្ចក់បន្តិចហើយដល់ទៅក៏ចិត្តអស់ទឹកហើយដែរគាត់បានប្រាប់កូនប្រុសរបស់គាត់ឲ្យផឹកទឹកតិចហើយដើម្បីលួងកូនប្រុសរបស់គាត់បានយកបាលីដែលឪពុកគេសរសេរទុកឲ្យមកឲ្យគេអានពេលនឹងដែរដូណាបានឃើញសត្វប្រជៀវមួយក្បាលថេតបានសុំឲ្យម្ដាយរបស់ខ្លួនសាកបញ្ឆេះរថយន្តម្ដងទៀតប៉ុន្តែវានៅតែមិនដំណើរការដដែលគាត់បាននិយាយលួងកូនប្រុសរបស់គាត់ថានឹងមានអ្នកមកជួយសង្គ្រោះពួកគេព្រោះអ្នកភ្ញៀវសម្បត្តិនឹងមកដល់ពេលឆាប់នេះប៉ុន្តែអ្វីដែលគាត់មិនបានដឹងនោះអីវ៉ាន់របស់លោកពូ Camber មិនបានដាក់អាសយដ្ឋានផ្ទះរបស់គាត់នោះទេពេលទូរស័ព្ទរោម្ដងទៀតគូជូបានប្រតិកម្មនឹងវាជាខ្លាំងហើយរត់មកបុកឡានរបស់ដូណាពេញមួយទំហឹងធ្វើឲ្យពួកគេនៅក្នុងឡានមានការផាត់ភ័យជាខ្លាំងឆ្កែបានបន្តវាប្រហារទៅលើបង្អួចរថយន្តហើយវាបានខាំដៃទ្វារទាញនឹងមាត់របស់វាហើយទូរស័ព្ទនៅតែបន្ត
រោហើយសំណក់នៅតែបន្តវាប្រហារពួកគេអត់ជិបឈរពេលនោះយើងឃើញថាអ្នកដែលទេទូរស័ព្ទគឺជាវីគាត់ទេទៅលោកពូ Camber ដើម្បីសួរថាគ្រួសាររបស់គាត់បានទៅទីនោះឬទេប៉ុន្តែគ្មានអ្នកណាលើកនោះទេនៅពេលកំពុងប្រជុំនឹងគាត់បារម្ភពីគ្រួសាររបស់គាត់យ៉ាងខ្លាំងមែនទែនប្រហែលម៉ោងក្រោយមកពួកគេនៅក្នុងឡានពិតជាក្តៅខ្លាំងមែនទែនហើយដូណាពិតជាបារម្ភអំពីកូនប្រុសរបស់គាត់ជាខ្លាំងគាត់បានបើកទ្វារឡានស្ងាត់ៗហើយដើរយឺតៗមិនបានដឹងថាគូជូកំពុងតែមើលគាត់ពីក្រោមឡាននោះទេពេលគាត់ដើរបាន2-3ជំហានគាត់ក៏បានលបអូនមើលក្រោមឡានហើយមិនបានឃើញវានោះទេប៉ុន្តែកែបានចូលនៅពីក្រោយគាត់នៅពេលគាត់ងាកមកវាបានលោតទៅខាងគាត់ធ្វើឲ្យថេតដែលនៅក្នុងឡានភ័យរន្ធត់ជាខ្លាំងម្ដាយរបស់គេបានព្យាយាមប្រត្រប់ជាមួយនឹងសត្វឆ្កែហើយក៏បានរុញវាចេញហើយក៏រត់ចូលក្នុងឡានវិញប៉ុន្តែឆ្កែបានហក់មកខាងគាត់ម្ដងទៀតធ្វើឲ្យគាត់វេទនាខ្លាំងមែនទែនគាត់បានយកដបទឹកសុទ្ធវាយក្បាលវាចុងក្រោយកូនក៏បានបិទទ្វារឡានបានសម្រេចទោះបីជាយ៉ាងណាក៏ដោយគាត់ក៏ត្រូវរបួសធ្ងន់ផងដែរគាត់អង្គុយនិយាយជាមួយកូនប្រុសទាំងអស់សង្ឃឹមពួកគេក៏ហេវហត់ឃ្លានបាយស្រេកទឹកខ្លាំងផងដែរនៅពេលពាក់កណ្ដាលយប់នឹងវិចបានបញ្ចប់ការងាររបស់គាត់សម្រេចចិត្តថានឹងត្រឡប់មកផ្ទះវិញក្នុងយប់នេះទោះបីជាមិត្តភក្តិរបស់គាត់លោកពូរ៉ាំងជើដែលជាមិត្តភក្តិរបស់គាត់នឹងព្យាយាមហាមគាត់ក៏ដោយក៏គាត់មិនស្ដាប់នោះដែរចំណែកដូណានៅក្នុងឡាននេះវិញគេបានហែកអាវរបស់គាត់យកមករុំរបួសឆ្កែឈួតក៏នៅតែបន្តឃ្លាំមើលពួកគេមួយយប់បានកន្លងផុតទៅដូណាបានភ្ញាក់ពីគេងគាត់បានសម្លឹងរកមើលឆ្កែដែរតែមើលមិនឃើញវានោះទេពេលនឹងកូនប្រុសរបស់គាត់ចាប់ផ្ដើមប្រកាសគាត់ក៏នាំកូនចុះពីលើរថយន្តដើម្បីចូលទៅក្នុងផ្ទះប៉ុន្តែភ្លាមឆ្កែរត់មកវាយប្រហារពួកគេម្ដងទៀតធ្វើឲ្យពួកគេវេទនាជាខ្លាំងនៅពេលដែលវិកមកដល់ផ្ទះបានឃើញអីវ៉ាន់រញ៉េរញ៉ៃពេញបន្ទប់ដោយសារតែស្ទៀវបានចូលមកមុនហើយស្ទៀវបានរើរកអីវ៉ាន់ដើម្បីលួចលុយវិកបានទេទូរស័ព្ទទៅប្តឹងប៉ូលីសហើយចោទប្រកាន់ស្ទៀវថាចាប់ចម្រិតគ្រួសាររបស់គាត់ប៉ូលីសបាននិយាយថាពួកគាត់មិនបានឃើញឡានរបស់ដូណានៅក្នុងផ្ទះនោះទេប្រហែលជាគាត់ទៅដើរទស្សនកិច្ចជាមួយនឹងកូនប្រុសរបស់គាត់ហើយប៉ុន្តែវិកបានប្រាប់ប៉ូលីសថាពួកគេបានទៅផ្ទះរបស់លោកពូ Camber ប៉ូលីសក៏បានទៅស៊ើបអង្កេតនៅទីនោះទៅដូណានិងថេតបានសម្រាកនៅក្នុងឡានដោយហត់នឿយមិនបានឮសំឡេងឡានរបស់លោកពូប៉ូលីសទេដូច្នេះហើយគ្មាននរណាប្រាប់អំពីគ្រោះថ្នាក់នេះនោះទេលោកប៉ូលីសម្នាក់ឈ្មោះចចបានមកដល់គាត់ក៏បានចុះពីលើឡានហើយបានឃើញឡានរបស់ដូណាគាត់ក៏បានដកទូរស័ព្ទជូនដំណឹងទៅប៉ូលីសប៉ុន្តែភ្លាមគាត់បានឮសំឡេងចម្លែកស្រាប់តែគូជូហក់មកខាងគាត់ធ្វើឲ្យគាត់របូតកំភ្លើងចេញពីដៃដូណាភ្ញាក់ពីដេកមកក៏បានឃើញប៉ូលីសត្រូវបានឆ្កែដេញខាំហើយគាត់បានរត់ឡើងតោងលើដំបូលផ្ទះដូណាបានព្យាយាមចេញពីឡានប៉ុន្តែពេលនោះទ្វារក៏បានជាប់គាំងបើកមិនចេញទេឆ្កែចាប់ផ្ដើមហក់ទៅខាំជើងរបស់លោកពូចចធ្វើឲ្យគាត់របូតដៃធ្លាក់ចុះមកក្រោមធ្វើឲ្យគាត់ជេតរួយបាត់ទៅដូណាបានចេញមកក្រៅរួចប៉ុន្តែវាហួសពេលបាត់ទៅហើយសត្វឆ្កែបានតម្រង់មករកគាត់ក៏ប្រញាប់បញ្ញាចូលទៅក្នុងរថយន្តវិញពេលនឹងដែរកូនប្រុសរបស់គាត់កាន់តែមានសភាពធ្ងន់ធ្ងរធ្វើឲ្យថេតពិបាកដកដង្ហើមជាខ្លាំងខណៈនៅផ្ទះនេះវិញវិចបានដឹងថាស្ទៀវបានចាប់ខ្លួនហើយប៉ុន្តែគ្រួសាររបស់គាត់មិនបាននៅជាមួយស្ទៀវទេនៅពេលអ្នកស៊ើបអង្កេតប្រាប់គាត់ថាលោកពូចចមិនបានរាយការណ៍មកវិញទេវិចសម្រេចចិត្តទៅផ្ទះរបស់លោកពូ Camber ដោយខ្លួនឯងចំណែកដូណាវិញឃើញថាថេតកាន់តែធ្ងន់ធ្ងរគាត់ក៏សម្រេចចិត្តចុះពីឡានពេលនោះគាត់ក៏បានសម្លឹងឃើញរົບដំបងមួយហើយក៏បានចុះទៅយកវាឆ្កែក៏បានឃើញក៏រត់សម្ដៅមករកគាត់ដូណាបានយកដំបងវាយបកទៅឆ្កែវិញពួកគេបានប្រឈមមុខដាក់គ្នាធ្វើការប្រយុទ្ធគ្នាអស់រយៈពេល2-3នាទីប៉ុន្តែមិនអាចបញ្ឈប់ឆ្កែបានទេហើយដំបងក៏បានបាក់ផងដែរដូណាដើរក្រោយធ្វើឲ្យគេដួលជពប់ជើងទៅក្រោយដោយកាន់ឈើស្រួចមួយនឹងដៃកែបានលោតទៅសន្ទ្រប់ពីលើគាត់ហើយក៏បានជងនឹងឈើធ្វើឲ្យគាត់ស្លាប់បាត់ទៅដូណាបានរុញវាចេញទៅមកខាងហើយបានទៅរើសកំភ្លើងប៉ូលីសយកមកទុកហើយក៏ប្រញាប់ប្រញាល់ទៅមើលកូនប្រុសប៉ុន្តែបើកទ្វារឡានមិនចេញនោះទេនៅទីបំផុតគាត់ក៏បានវាយបំបីកញ្ចក់ឡានហើយក៏យកកូនរបស់គាត់ចេញមកក្រៅគាត់ព្យាយាមធ្វើចលនាធ្វើ CPR តែទោះបីយ៉ាងណាក៏ដោយក៏ថេតមិនដឹងខ្លួនដែរវិកកំពុងធ្វើដំណើរមកទីនេះយ៉ាងលឿននៅទីបំផុតថេតបានដឹងខ្លួនមកវិញដូណាបានយំអោបកូនប៉ុន្តែភ្លាមឆ្កែមិនទាន់ស្លាប់នោះទេវាបានបុកទម្លុះកញ្ចក់ចូលមកខាងក្នុងតែសំណាងដែរដូណាមានកំភ្លើងនៅនឹងដៃពេលវាលោតហក់មកដូណាបានយកកំភ្លើងបាញ់វាឲ្យស្លាប់បាត់ទៅពេលវិកមកដល់ក៏បានឃើញដូណា3កូនប្រុសដើរចេញពីផ្ទះទាំងវេទនាហើយសាច់រឿងក៏បញ្ចប់នៅត្រង់ចំណុចនឹងដូចគ្នាដែលនឹងឲ្យអ្នកនរគ្នាសាច់រឿងរបស់យើងគឺវាមានតែប៉ុណ្្នឹងនឹងឯងវាមិនសូវជាល្អមើលប្រមាណនោះទេប៉ុន្តែយើងអាចមើលលេងកំសាន្តបានហើយក៏សូមអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នាឱកាសក្រោយជម្រាបលា